សម្រាប់មុខម្ហូបផាក់ឡូវមួយមុខនេះជាលើកទី1របស់ខ្ញុំហើយដែលខ្ញុំធ្វើផ្ទាល់ដៃខ្លួនឯងពីមុនណាធ្លាប់តែញ៉ាំស្នាដៃអ្នកផ្ទះធ្វើឲ្យឬមួយក៏ទិញគេពីផ្សារពីមុនមកគឺខ្ញុំមិនដែលគិតថាខ្ញុំរៀនធ្វើមុខម្ហូបមួយមុខនេះទេខ្ញុំគិតថាវាពិបាកប៉ុន្តែដល់ពេលដែលខ្ញុំសាកល្បងធ្វើទៅអត់មានអីពិបាកទេបងប្អូនហើយងាយខ្លាំងមែនតើដោយសារតែឃ្លានញ៉ាំខ្លាំងពេកបានសម្រេចចិត្តធ្វើខ្លួនឯងបន្ថយបន្ថាងធ្វើទាំងលើកទី1ពីមុនមកគឺអត់ធ្លាប់ធ្វើសោះនេះបើសិនជានៅតាមគៀនផ្ទះមានគេអីលក់ប្រហែលជាត្រូវអត់បានធ្វើទេប្រហែលទិញគេញ៉ាំទៀតហើយសម្រាប់ផាក់ឡូវខ្ញុំធ្វើថ្ងៃហ្នឹងដែររូបមន្តគឺខ្ញុំមើលតាមបងដែលគាត់ចែកម្លែកនៅក្នុង YouTube ហ្នឹងដែរហ្នឹងសម្រាប់គ្រឿងក្រៅអីគឺខ្ញុំធ្វើទៅតាមពួកបងដែលគាត់ចែកម្លែកដូចគ្នាព្រោះដោយសារតែខ្ញុំនេះថ្មីថ្មោងខ្លាំងមែនតើជាលើកទី1ដែលខ្ញុំធ្វើផ្ទាល់ដែរមានគ្រឿងផ្សំខ្លះក៏ខ្ញុំឆក់ល្វែងដែរព្រោះដោយសារតែគ្រឿងផ្សំដែលខ្ញុំអត់មានគឺទៅតាមនឹងទៅព្រោះដោយសារតែដូចជាទឹកស៊ីអ៊ីវខាប់ទឹកអីហ្នឹងគឺខ្ញុំអត់មានក៏ខ្ញុំអត់បានដាក់ដែរខ្ញុំប្រើតែទឹកស៊ីអ៊ីវធម្មតាទេចំពោះសាច់របស់ខ្ញុំគឺមុននឹងខ្ញុំយកមកធ្វើផាក់ឡូវហ្នឹងខ្ញុំបានស្ងោរវាជាមួយគល់ស្លឹកគ្រៃដេងស្លឹកក្រូចអីរួចហើយបងប្អូនខ្ញុំស្ងោរប្រហែលជារយៈពេល5នាទីដើម្បីឲ្យវាកាត់ឆ្អាបហើយពេលយើងយកមកធ្វើផាក់ឡូវអញ្ចឹងវាឆ្ងាញ់ខ្ញុំអត់បានថតដល់ពេលស្ងោរហ្នឹងទេព្រោះដោយសារតែគិតថាអត់ចង់ឲ្យវីដេអូវាវែងពេកគ្រាន់តែប៉ុណ្ណេះហើយឡងចូលចិត្ត3នាទីបាត់ហើយឆ្លៀតពេលដែលខ្ញុំរំងាស់ផាក់ឡូវរបស់ខ្ញុំហ្នឹងគឺខ្ញុំមកធ្វើទឹកជ្រលក់ទឹកសៀងនេះម្ដងសម្រាប់ទឹកសៀងហ្នឹងគឺខ្ញុំអត់ដែរធ្វើដែរខ្ញុំក៏មើលតាម YouTube ដូចគ្នានិយាយទៅមួយមុខនេះគឺអត់អាចចោលបានទេបងប្អូនហើយដើរចោលអត់បានសោះហ្មងព្រោះដោយសារតែផាក់ឡូវអីហ្នឹងពេលយើងដាក់រំងាស់វាគឺមិនមែនដាក់ទឹកច្រើនទាំងម្ដងទេគឺយើងត្រូវដាក់ទឹកម្ដងតិចពេលវារីងគឺយើងថែមបន្តទៅរហូតបើសិនជាយើងដើរចោលដឹងតែខ្លោចខានបានញ៉ាំហ្មងហើយសម្រាប់បន្លែរបស់ខ្ញុំវិញគឺខ្ញុំប្រើតាមបន្លែណាដែលខ្ញុំចូលចិត្តនិយាយរួមទៅគឺអត់ដែរចោលទេចំពោះការ៉ុតហ្នឹងសំណត់ចិត្តរបស់ប្តីខ្ញុំហើយខ្ញុំធ្លាប់តែពេលទិញគេញ៉ាំគេដាក់ឲ្យយើងទៅសក់ហើយនឹងជាណាទេប៉ុន្តែខ្ញុំជ្រើសរើសយកបន្លែណាដែលខ្ញុំចូលចិត្តអញ្ចឹងទៅខ្ញុំយកមកញ៉ាំជាមួយវាមានអីត្រូវឆ្ងាញ់ដែរតើបងប្អូនខ្ញុំមានអារម្មណ៍ថាផាក់ឡូវរបស់ខ្ញុំធ្វើអត់សូវក្រហមទេពួកឯងខ្ញុំកន្លោយស្កររៀងអត់សូវក្រហមទេបងប្អូនពេលកន្លោយហ្នឹងខ្ញុំភ័យខ្លាចវាខ្លោចយកអញ្ចឹងទៅខ្ញុំយកតែល្មមទេបើសិនជាបានតិចជ្រូកផងមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេតែស្ដាយដោយសារតែខ្ញុំញ៉ាំអត់បានអញ្ចឹងទៅគឺខ្ញុំធ្វើតែប៉ុណ្្នេះឯងហើយផាក់ឡូវរបស់ខ្ញុំអត់សូវក្រហមទេប៉ុន្តែបើនិយាយពីរសជាតិវិញឆ្ងាញ់ណាស់បងប្អូនហើយធ្វើលើកទី1មែនប៉ុន្តែប្តីក៏ទៅសារថាឆ្ងាញ់ដែរណាមួយធ្វើមួយមុខហ្នឹងក៏គាត់ដែរជាអ្នករុញច្រានខ្ញុំមកធ្វើទាំងកដាយប់ប្រផាត់ប្រភេងហ្មងនិយាយទៅម៉ោងឡើង7-9បានញ៉ាំព្រោះដោយសារតែខ្ញុំទៅទិញគ្រឿងក្រៅធ្វើហ្នឹងឡើងម៉ោង7ហើយអត់បានត្រៀមទុកហ្នឹងគឺខ្ញុំទិញសាច់មកហ្នឹងខ្ញុំចង់ស្ងោរទេគ្រឿងក្នុងហ្នឹងគឺខ្ញុំចង់ស្ងោរប៉ុន្តែដោយសារតែនឹកឃើញតែរឿងយើងស្ងោរធ្វើជ្រក់គ្រឿងហ្នឹងវារៀងញឹកដែរឡើយអញ្ចឹងទៅក៏និយាយគ្នាមួយប្តីថាធ្វើផាក់ឡូវញ៉ាំម្ដង